ចំពោះទ្របស្រួយយើងដាំតែម្ដងតែយើងអាចហូបបាន3 4ឆ្នាំផងដែរហ្នឹងឯងបងប្អូនបើថាយើងមើលថែវាបានល្អហើយចំពោះទ្របស្រួយពេលវាផ្លែមួយសា2សាឬមួយក៏3សាអញ្ចឹងគឺយើងត្រូវកាត់តែងផងដែរហ្នឹងឯងបងប្អូនកាត់តែងវាដើម្បីវាលើសមកថ្មីហើយមួយទៀតបើថាពុកម៉ែបងប្អូនចូលចិត្តហូបអញ្ចឹងគឺពុកម៉ែបងប្អូនដាំទៅគឺល្អមែនទែនយើងដាំតែម្ដងយើងអាចហូបបានដល់ទៅ2ឆ្នាំជាង3ឆ្នាំផងដែរហ្នឹងឯងពុកម៉ែបងប្អូនបើថាយើងមើលថែវាបានល្អវាអាចអាយុវែងទៅដល់3ឆ្នាំឲ្យយើងបានហូបផ្លែហូបអីរបស់វាផងដែរហើយចំពោះទ្របស្រួយនេះគឺខ្ញុំដាំនៅក្បែរផ្ទះទេពុកម៉ែបងប្អូនមុនដំបូងខ្ញុំក៏ដឹងដែរអីទេព្រោះអីថាកែរបស់ខ្ញុំគាត់ក៏បានបង្រៀនប្រាប់ខ្ញុំផងដែរអំពីការកាត់តែងដើមទ្របស្រួយនឹងឯងហើយខ្ញុំក៏ចេះពីគាត់ច្រើនមែនទែនហើយដាប់ទ្របស្រួយនឹងគឺខ្ញុំដាំនៅក្បែរបន្ទប់ខ្ញុំដាំតាំងពីសម័យបងវ៉ាន់នៅហ្នឹងឯងពុកម៉ែបងប្អូនដាំទៅវាផ្លែពីបេសាខ្ញុំក៏បេះពីបេសាហើយដល់ពេលដើមវាធំអញ្ចឹងខ្ពស់អញ្ចឹងទៅគឺវាមានផ្លែដូចគ្នាប៉ុន្តែផ្លែវាអត់ធំទេពុកម៉ែបងប្អូនគឺផ្លែវាប៉ុនមីដៃឬមួយក៏ប៉ុនមីជើងតូចទេនឹងឯងយើងត្រូវកាត់តែងវាចេញដើម្បីឲ្យវាលឺមកថ្មីហើយក៏ផ្លែធំដូចដែលយើងដាំដំបូងនឹងឯងពុកម៉ែបងប្អូននេះគឺជាតិចនិចមួយផងដែរចំពោះពុកម៉ែបងប្អូននៅកាត់ដាំទ្របស្រួយទឹកហូបនៅក្បែរផ្ទះគឺថានេះអត់ដឹងគឺអត់ដឹងមែនពុកម៉ែបងប្អូនខ្ញុំក៏អត់ដឹងទេហើយខ្ញុំរស់នៅទីនេះខ្ញុំដឹងពីតកែរបស់ខ្ញុំច្រើនផងដែរនឹងឯងពុកម៉ែបងប្អូនសម្រាប់រឿងដំណាំរឿងអីហើយខ្ញុំនឹងបងយកតកែកាត់បានឲ្យខ្ញុំនឹងបងយករៀបចំកាត់តែងចេញដើម្បីរៀបចំពូនគល់វាហើយនឹងដាក់ជីដាក់អីស្រោចទឹកដើម្បីវាលឺដើមមកសាថ្មីទៀតហ្នឹងឯងបងប្អូនលឺមកសាថ្មីយើងក៏បានហូបបដើមួយឆ្នាំទៅមួយឆ្នាំយើងក៏ហូបបដើហ្នឹងឯងបងប្អូនគឺការមើលថែគឺអត់ពិបាកទេបងប្អូនគ្រាន់តែយើងកាត់តែអញ្ចឹងយើងក៏ដូចថាយើងពូនដីពូនអីរួចយើងក៏ដាក់ជីឯកគូបើថាយើងមានជីឯកគូក៏ល្អផងដែរហ្នឹងឯងបងប្អូនសំខាន់គឺការស្រោចទឹកទេហើយចំពោះការមើលថែក៏អត់ពិបាកណាស់ណាទេបងប្អូនគ្រាន់តែយើងពូនដីហើយយើងក៏ស្រោចទឹកវាបានដិតដល់វាក៏បានផ្លែបានផ្កាឲ្យយើងហូបមួយឆ្នាំទល់មួយឆ្នាំខ្ញុំនឹងបងយ៉តក៏បាននឹងគ្នារៀបចំប្រមូលស្លឹកប្រមូលអីហើយក៏នឹងគ្នារៀបចំពូនដីពូនអីហ្នឹងឯងបងប្អូនព្រោះអីនៅក្បែរផ្ទះគឺវាស្រួលក្នុងការយើងបេះយកទៅហូបផងដែរដោយតែការស្រោចទឹកស្រោចអីនៅក្បែរដៃទៅក៏វាស្រួលផងដែរហ្នឹងឯងបងប្អូនដូចជាក្រកព្រឹកឡើងមកស្រោចទឹកស្រោចអីនៅក្បែរដៃមានទឹកមានតយោមានអីក៏វាងាយស្រួលផងដែរព្រោះឯផ្ទះតកែរបស់ខ្ញុំគឺគាត់មានគ្រប់យ៉ាងបងប្អូនដូចជាទឹកអញ្ចឹងក៏សម្បូរផងដែរហើយមួយទៀតគាត់ក៏មានជីមានអីពេលខ្ញុំបាញ់ថ្នាំតរ៉េនមួយក៏ដាក់ជីតរ៉េនដាក់ជីដូងអញ្ចឹងខ្ញុំក៏យកមកស្បាស់ផងដែរហើយកន្លែងហ្នឹងគឺខ្ញុំដាំទៅខ្លួនឯងជាមួយបងវ៉ាន់ទេតកែរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំផងដែរថាអូនឯងចង់ដាំតាណាក៏ដាំទៅមុនដំបូងហ្នឹងបងប្អូនខ្ញុំក៏បានប្រាប់តកែរបស់ខ្ញុំថាដាំក្បែរដៃហ្នឹងបងព្រោះអីដាំក្បែរដៃគឺងាយស្រួលក្នុងការស្រោចទឹកហើយក្នុងការមើលថែខ្ញុំក៏បានដាំកន្លែងហ្នឹងបានផ្លែបានហីហូបតែខ្ញុំតែងតែថតជូនពុកម៉ែបងប្អូនមើលហ្នឹងឯងពុកម៉ែបងប្អូននេះគឺជាទ្របស្រួយដែលខ្ញុំដាំជាមួយបងវ៉ាន់ហើយចំពោះការដាំក៏អត់ពិបាកទេពុកម៉ែបងប្អូនបើថាពុកម៉ែបងប្អូនមានគ្រាប់ពូជវាពុកម៉ែបងប្អូនយើងយកគ្រាប់វាទៅដាក់ឬមួយយើងយកទៅរោយដីសិនក៏បានរួចដូចតែវាដើមវាដុះបានត្រឹមមួយចង្អាមអញ្ចឹងយើងក៏ដកដើមវាយកមកដាំផងដែរនឹងក៏អត់ពិបាកទេពុកម៉ែបងប្អូនចំពោះការផ្សំដើមរបស់វាដូចយើងផ្សំដាក់ក្នុងកថាងក៏បានយើងស្បាស់ក្នុងដីសិនក៏បានឬយើងស្បាស់ក្នុងដីយើងដកដើមវាយកផ្សំក្នុងកថាងដើមវាធំបានប្រហែលជា2ចង្អាមអញ្ចឹងមួយចង្អាមឬមួយក៏2ចង្អាមវាបែកស្លឹក3 4ស្លឹកអញ្ចឹងយើងក៏យកមកដាក់ដាំក្នុងដីអញ្ចឹងហ្នឹងឯងពុកម៉ែបងប្អូនចំពោះការកាត់គឺគេកាត់អញ្ចឹងឯងគេកាត់ដើម្បីមានច្វែកដើម្បីវាបែកមេឃមកច្រើនផងដែរហ្នឹងឯងពុកម៉ែបងប្អូនក្រោយពីខ្ញុំរៀបចំកាត់រួចហើយខ្ញុំក៏រៀបចំដាក់ជីតែម្ដងចំពោះជីខ្ញុំប្រើជីអេរ៉េហើយនឹងជីតូរ៉េនដែលតកែរបស់ខ្ញុំកាត់ប្រាប់ឲ្យខ្ញុំយកមកដាក់ហ្នឹងឯងពុកម៉ែបងប្អូនចំពោះជីឯកគូក៏ល្អបានជីឯកគូកាន់តែល្អឃើញអញ្ចឹងគឺយើងស្រោចទឹកចាប់ត្រឹមតែមួយអាទិត្យក៏ស្លឹកវាបែកមកពុកម៉ែបងប្អូនពេលស្លឹកបែកទៅយើងក៏ដាក់ជីយើងបោចស្មៅបោចមើលថែវាទៅវាក៏បានផ្លែបានផ្កាឲ្យយើងល្អហើយចំពោះផ្លែវាក៏ធំផងដែរកាលណាតែយើងអត់បានកាត់តែងទេបដ ឲ្យវាដូចថាដើមធំទៅចំពោះផ្លែវាអត់សូវធំប្រហែលទេបងប្អូនវាក៏អត់សូវល្អដូចយើងកាត់តែងហើយលើកត្រួយវាលើសមកថ្មីគឺវាធ្វើឲ្យផ្លែរបស់វាធំល្អផងដែរនឹងឯងបងប្អូនហើយក្រោយពីខ្ញុំរើគ្នារៀបចំជ្រះដីហើយនឹងកាត់តែងរួចក៏បានដាក់ជីដាក់អីរួចហើយក៏រៀបចំស្រោចទឹកស្រោចអីតែម្ដងព្រោះឯនៅក្បែរផ្ទះក៏មានតយោទឹកមានអីហើយក៏មានដើមល្ហុងនេះនាមដៃថ្កែរបស់ខ្ញុំកាត់ឲ្យមកហើយមានតាពីដើមបឺដើមអីបងប្អូនដើមបឺនេះគឺខ្ញុំដាំទៅខ្លួនឯងទេក្រុមដើម7នេះក៏មាន3ដើមផងដែរដាំទៅក៏ដោះណាចំពោះបឺគឺល្អមែនទេហ្នឹងឯងបងប្អូនព្រោះអាកាសធាតុនៅទីត្រជាក់មួយខ្ញុំស្រោចទឹកឡើងច្រើនព្រោះទឹកនៅផ្ទះកែរបស់ខ្ញុំក៏ច្រើនផងទឹកវាកម្លាំងបងប្អូនទឹកកម្លាំងទឹកច្រើនទៅខ្ញុំក៏ស្រោចមកសេរីផងដែរដាក់ជីរួចស្រោចទឹកស្អែកឡើងប្រហែលជាលឿសតែម្ដងហ្នឹងបងប្អូននិយាយលេងទេបងប្អូនហើយចំពោះបងយ៉នបងប្អូនមើលក៏បាននឹងគ្នារៀបចំទៅស្រោចទឹកធរ៉េននៅខាងក្រៅបង្ហើយផងដែរហ្នឹងបងប្អូនចំពោះខ្ញុំបងយ៉នគឺថាកែរបស់ខ្ញុំក៏ឲ្យធ្វើការនៅទីនេះចំពោះការងាររបស់ខ្ញុំបងប្អូនគឺអត់ដែលខ្វះទេនេះបន្តិចនោះបន្តិចក៏បានមួយថ្ងៃផងដែរហ
ហើយបងយត់កើតក្រៀបចំជួយស្រោចហើយចំពោះការងាររបស់ខ្ញុំថ្ងៃនេះគឺកាត់តែងត្រប់ហើយកាត់តែងត្រប់ស្រួយហើយនឹងជីកលងដើម្បីដាក់បង្គោលភ្លើងផងដែរថ្ងៃបងប្អូនហើយខ្ញុំក៏បានរៀបគ្នារៀបចំស្រោចទឹករួចក៏បាននឹងគ្នារៀបចំទៅកាត់បង្គោលភ្លើងកាត់អីដើម្បីជីកដីចាក់កបោចាក់អីដើម្បីដាក់បង្គោលភ្លើងបន្តទៀតវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូខ្ញុំដល់ចប់ផងដែរ